លោកមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យបានប្រកាសនិមន្តនេះបន្តិចថាយើងចង់ឲ្យពិភពលោកឃើញថាកម្ពុជាពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូតជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃនៅថ្ងៃទី29ខែមេសាឆ្នាំ2026នេះខ្ញុំបាទនឹងក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសចំនួន13ប្រទេសប្រចាំប្រទេសកម្ពុជាដើម្បីចុះសង្កេតការណ៍និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យសូមក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជាជួយធ្វើជាសាក្សីនិងរកយន្តការជំរុញឲ្យប្រទេសទាំងពីរប្រើយន្តការទ្វេភាគីដោយឈលលើទស្សនវិជ្ជាបច្ចេកទេសច្បាប់ជាតិនិងអន្តរជាតិដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរដំណើរទស្សនកិច្ចនេះនឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង13ប្រទេសក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួនអំពីការបដិញ្ញាចិត្តរបស់កម្ពុជាវាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថាកម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋនិងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែងបញ្ជាឲ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ